សង្ខេបរឿងរាមកេរ្តិ៍ខ្សែមួយព្រះមហារិសីពីស្វាមិត្រកំពុងធ្វើហោមសាសធម្មឹកស្រាប់តែមានកាកណាសូរមួយមកបំផ្លាញគ្រិចខ្ទីព្រះមហារិសីក៏យាងទៅសុំព្រះរាជបុត្រធរទាំងពីរពងពីព្រះបាទទសរថគឺព្រះរាមនិងព្រះលក្សណ៍ដើម្បីសម្លាប់អសុរនោះដោយជប់សរសម្រិតថ្វាយទ្រង់ផងដងនោះព្រះរាមស្ដេចទ្រង់ផ្លែងសរប្រហាយៈអសុរទោះបីអសុរនោះហោះហើរទៅដល់ឋានបាដាលភូមិភពផ្សេងក៏សរព្រះរាមទៅតាមផ្ដាច់ផ្ដិលខ្សែជីវិតបាត់ទៅនៅនគរមិថិលាឯនេះវិញព្រះបាទជនុប្រារព្ធពិធីច្រត់ព្រះនង្គ័លក្បែរស្ទឹងយមុនាបានប្រទះឃើញទេរិកាម្នាក់អណ្ដែតតាមពងពាយមាសផុសឡើងលើផ្កាឈូកព្រះអង្គយកទេរិកានោះមកដល់នគរទើបដាក់ព្រះនាមឲ្យថាសីតានិងចិញ្ចឹមបីបាច់រហូតពេញវ័យហើយព្រះនាងមានសម្រស់លើសអស់ពុទេព 10,000 អង្គមិនតែប៉ុណ្ណោះព្រះអង្គបានជប់ធ្នូសរប្រកបនូវឫទ្ធិអស្ចារ្យហើយទ្រង់បានប្រកាសសច្ចាអធិដ្ឋានថាបើនរណាម្នាក់អាចលើកធ្នូទេពនេះបានទ្រង់នឹងលើកព្រះនាងសីតាឲ្យធ្វើជាអគ្គមហេសីបន្ទាប់ពីឮដំណឹងនេះមានទេវៈជាច្រើនមកប្រឡងដែលរួមមានព្រះឥន្ទស្ដេចគង់លើសត្វនាគព្រះអគ្គីគង់លើរមាសភ្លើងព្រះពាយគង់លើសេះព្រះភិរុណគង់លើសត្វនាគព្រះច័ន្ទកុមារគង់លើបក្សីព្រះព្រំលើស្ដេចហង្សព្រះនេសគង់លើយក្សព្រះពៃស្រីពរគង់លើពិមានព្រះឥសូរគង់លើស្ដេចគោទេវៈទាំងអស់នេះគឺមិនមានសមត្ថភាពអាចលើកធ្នូទេពនោះរួចឡើយឯព្រះមហាឫសីពិស្វាមិត្របាននាំព្រះរាមនិងព្រះលក្សណ៍យាងចូលនគរមិថិលាព្រះរាមក៏លើកធ្នូទាញវត្ត3ជុំក៏ក្រើកលាន់ឮចម្ងាយ 80000 យោជន៍ទើបព្រះបាទមិថិលាចាត់ទូតផ្ញើសារអញ្ជើញព្រះបាទទសរថមកចូលរួមអាពាហ៍ពិពាហ៍រាជបុត្រព្រះបាទទសរថទទួលដំណឹងនេះភ្លាមទ្រង់ត្រេកអរក្រៃពេកសរសើរនៅអំណាចព្រះរាជបុត្រច្បងរួចឲ្យមន្ត្រីសេនារៀបចំរេពលរាប់អសង្ខ័យដោយព្រះអង្គគង់លើរទេះសេះជាមួយជាយាទេពីទាំង3អង្គហើយអមដោយព្រះភិរុតនិងព្រះសត្រុតដែលគង់លើដំរីដែរព្រមទាំងមានតបរថពលថ្មើរជើងផងឆ្ពោះមកកាន់នគរមិថិលាកាលបើព្រះបាទទសរថយាងមកដល់នគរមិថិលាព្រះបាទជនុក៏យាងមកទទួលព្រះអង្គឡើងលើប្រាសាទរូតរ័ត្នបន្ទាប់មកក្សត្រទាំងពីរអង្គក៏ព្យមមន្ត្រីមុនីឫសីព្រឹទ្ធាចារ្យដែលចេះចប់គម្ពីរត្រៃពេទ្យជោតិសារួចស្ដេចឲ្យមើលរោគឫកពេលាដើម្បីរៀបចំមង្គលអាពាហ៍ពិពាហ៍ព្រះរាមនិងព្រះនាងសីតាកាលបើបានឫកពេលាឧត្តមស្ដេចឲ្យប្រគំតន្ត្រីត្រែសាំងភេរីស្ដេចឲ្យនាំនាងសីតាមកផ្សំផ្គុំនឹងព្រះរាមក្សត្រទាំងពីរអង្គក៏ថ្វាយបង្គំព្រះបិតាទាំងទ្វេដែលគង់លើទេនកែវផ្ចង់ក្រោយពេលរៀបអភិសេករួចក្សត្រទាំង3អង្គគឺព្រះបាទទសរថព្រះបាទជនុព្រះរាមនិងរាជវង្សព្រមដោយរេពលជាច្រើនក៏វិលមកនគរអយុធ្យាវិញមកដល់ពាក់កណ្ដាលផ្លូវក្សត្រទាំងអស់អង្គជួបនឹងរាមបរមសូរជាមហាគរុសិលសរដែលជាបុត្រយាមទឹកបានចោទព្រះបាទទសរថថាយកឈ្មោះខ្លួនទៅដាក់ឲ្យបុត្ររបស់ព្រះអង្គដែលជាមនុស្សគ្មានឫទ្ធិចេស្តាហើយមកប្រមាថមើលងាយព្រះរាមដោយខ្លួននឹងវាយបំបែកព្រះសិរសាព្រះពន្លាជ័យរបស់ព្រះរាមតែបើចង់គង់ជនមាព្រះរាមត្រូវលុតជង្គង់ថ្វាយបង្គំខ្លួនពេលនោះទូលព្រះរាមប្រាប់ពិសាវតាខ្លួនថាជាបុត្រព្រះបាទទសរថជាព្រះហរិព្រះពិស្ណុពង្សចុះមកបង្ក្រាបអសុរដែលបៀតបៀនព្រះសាសនាក្តីក៏រាមបរមសូរមិនជឿហើយថាបើគេជឿលុះត្រាតែព្រះរាមលើកធ្នូរបស់គេរួចសិនពេលនោះព្រះរាមក៏ប្រើព្រះហស្ថឆ្វេងលើកធ្នូសិលរបស់រាមបរមសូរក្រវីចុះឡើងហើយទ្រង់យកសរស័ក្តិអគិវាសមុតថ្លាបំរុងបាញ់រាមបរមសូរធ្វើឲ្យរាមបរមសូរផិតភ័យតកម្មាខ្លាចឫទ្ធិព្រះរាមក៏ថ្វាយបង្គំសុំជីវិតថែមទាំងថ្វាយធ្នូថ្វាយសរទាំងអស់ដល់ព្រះរាមទើបព្រះរាមលើកលែងទោសឲ្យជាហេតុធ្វើឲ្យព្រះរាមកាន់តែថ្កើងព្រះចេស្តាលុះយាងមកដល់នគរស្រីអយុធ្យាព្រះបាទទសរថប្រារព្ធមហោស្រពលៀងរេពលឯព្រាហ្មណ៍បរោហិតព្រឹទ្ធកវីបានសូត្រស្រត់ដីថ្វាយព្រះពរដល់ព្រះអង្គបន្ទាប់មកព្រះបាទជនុក៏យាងវិលត្រឡប់មកនគរមិថិលាវិញទ្រង់បានផ្ញើព្រះរាជបុត្រីនិងព្រះបាទទសរថ
មកដល់នគរមិថិលាព្រះបាទជនុសោយសុខសម្បត្តិនិងពាក្យសត្យធររំពឹងកុសលចរិយារបស់ព្រះអង្គកាលខាងក្រោយមកព្រះបាទទសរថជំនុំនឹងរាជបរិស័ទសម្រាប់បង្វែររាជសម្បត្តិគឺមានស្វេតឆ័ត្រមកុដសពោបាទឲ្យព្រះរាមទ្រង់ចាត់ឲ្យមន្ត្រីជំរះជោគចាំងផ្លូវប្រាប់ខុនពលបពលសពច្រកឲ្យដល់បន្ទាយលួងឲ្យអស់ក្សត្រប្រទេសនានានាំបណ្ណាការមកថ្វាយកាលនោះឥសីព្រាហ្មណ៍ព្រឹទ្ធក្សត្រីក្សត្រានាំគ្រឿងបណ្ណាការមកថ្វាយនិងសូត្រសរសើរឫទ្ធីបារមីព្រះរាមព្រះបាទទសរថឲ្យរកឫកពលាធ្វើប្រធមាភិសេកព្រះរាមទ្រង់ឲ្យរៀបរណ្ដាប់លេងមហោស្រពតាមក្រុមឲ្យលេងសពមេត្រាវេលានោះស្រាប់តែព្រះនាងកៃកេសីដែលជាមហេសីព្រះអង្គយាងចូលមកទូលប្រឆាំងដោយសំអាងទៅលើធរសត្វមុតមុនពេលទ្រង់យាងទៅច្បាំងនឹងព្រះអាទិត្យថាបើឈ្នះនឹងលើករាជសម្បត្តិឲ្យព្រះពិរុទ្ធគ្រងបន្តដោយសេចក្តីតល់ច្រកព្រះបាទទសរថសុខចិត្តបែងចែកនគរជាពីរតែព្រះនាងកៃកេសីពុំព្រមឡើយពីព្រោះព្រះនាងឥតធរកន្ទ្រឹះឫស្យាក៏សុំឲ្យព្រះពិរុទ្ធគ្រងរាជឯព្រះរាមនិងព្រះលក្សណ៍ត្រូវទៅនៅក្នុងព្រៃកាន់សិលជាឫស្សីចំនួន4 ដណ្ដប់ឆ្នាំទើបឲ្យវិលចូលនគរវិញសម្រាប់សម្រួចចុងក្រោយទៅព្រះបាទទសរថស្របតាមនាងកៃកេសីយ៉ាងផ្សារខ្លោចព្រះលក្សណ៍ទទួលដំណឹងនេះហើយទ្រង់ក្តៅឆេវដូចភ្លើងទ្រង់ព្រះខ័នពេជ្រថ្លាបំរុងសម្លាប់ព្រះនាងកៃកេសីជាវរមេដាតែព្រះរាមខាត់ហើយបានបញ្យល់អនុជថាទង្វើនេះមានបាបធ្ងន់ណាស់ទើបព្រះលក្សណ៍រំសាយកំហឹងបន្ទាប់មកព្រះរាមព្រះលក្សណ៍និងព្រះនាងសីតាក៏យាងចាកចេញពីក្រុងអយុធ្យាដល់ឆ្នេរគង្គាមហានទីទុរគមឆ្លងដល់អាស្រមនៃមហាឫសីទទួលរាក់ទាក់ជួយយកអាសាឲ្យគង់នៅបរមសាលាផ្ដល់អាហារដល់ពួកទ្រង់រួចព្រះរាមក៏លាអស់មហាឫសីថ្វាយព្រះពរចម្រើនព្រះចេស្តាដល់ព្រះអង្គដំណឹងយាងចេញរបស់ព្រះរាមបានលេចឮទៅដល់ថ្មើរព្រៃឈ្មោះគោខណ្ឌម្នាក់មានរូបរាងដូចភ្នំសម្បុរខ្មៅធ្មេញសក្លិនខ្លួនឆ្អេះឆ្អាបក្រៃប៉ុន្តែមានចិត្តល្អបរិសុទ្ធគោខណ្ឌមានពល10000នាក់ដែលប្រដាប់ដោយតមធ្នូស្នាមានក្រុមភ្លេងដូរតន្ត្រីត្រែសាំងភេរីជាដើមនិងមានចិញ្ចឹមឆ្កែជាច្រើនព្រមទាំងមានទូកសង្វែងព្រៃ1000គោខណ្ឌមានមិត្តជាមហាឫសីមុនីហើយព្រះយមរាជក៏កោតខ្លាចគោខណ្ឌដែរលុះដឹងថាព្រះរាមគង់នៅក្នុងអាស្រមគោខណ្ឌបានយកបំពង់ទឹកឃ្មុំត្រីបន្ទះធំឆ្អើរឆ្អិនចូលថ្វាយព្រះរាមប៉ុន្តែត្រូវព្រះលក្សណ៍ខាត់សួរនាំពីសាវតាកាលបើព្រះលក្សណ៍យាងទៅទូលព្រះរាមក៏ឲ្យគោខណ្ឌចូលគាល់គោខណ្ឌទួញសោករៀបរាប់អាណិតក្សត្រទាំង3អង្គហើយស្ម័គ្រខ្លួនបម្រើបើព្រះរាមពុំព្រមទទួលខ្លួននឹងឆ្កៀលភ្នែកទាំងពីរចេញត្បិតខ្លួនប្រះពីព្រះរាមសរសើរពីទឹកចិត្តដ៏ល្អរបស់គោខណ្ឌទើបទ្រង់ឲ្យគោខណ្ឌទៅនៅលំនៅវិញវេលាព្រះរាមទ្រង់ឲ្យគោខណ្ឌមកចម្លងទៅត្រើយម្ខាងតែគោខណ្ឌសុំទៅបម្រើរក្សាក្សត្រទាំង3អង្គហើយពេលនោះព្រះរាមនិងព្រះនាងសីតាក៏ផ្ទុំនៅបរមសាលាឯគោខណ្ឌនិងព្រះលក្សណ៍នៅយាមការពារក្នុងពេលនោះស្រាប់តែមានមហុន្ធមិត្តមកសង្កត់គឺនាងនិទ្រាទេពីព្រួយបារម្ភពីព្រះលក្សណ៍មិនបាននិទ្រាទើបគ្របចក្ខិន្ទ្រីព្រះអង្គធ្វើឲ្យព្រះអង្គចង់ផ្ទុំដោយសេចក្តីមានះពេលនោះព្រះអង្គហៅនាងឲ្យចេញមកក្រៅរួចបដិញ្ញាចិត្តនិងសូមពរពីនាងក្នុងអំឡុង4 ដណ្ដប់ឆ្នាំនេះសូមកុំឲ្យទ្រង់មានចំណង់ទាំងងងុយទាំងការបរិភោគអាហារនាងក៏ព្រមថ្វាយពរដល់ព្រះលក្សណ៍វេលាព្រឹកព្រះរាមតើនឡើងជំរះព្រះកាយសូត្រសារស្លុតដីវន្តាទើបលាអស់ឫស្សីមុនីឆ្ពុះទៅឆ្នេរនទីទ្រង់សុំឲ្យគោខណ្ឌចម្លងទ្រង់ទោះគោខណ្ឌសុំឲ្យទ្រង់គង់នៅកន្លែងខ្លួនធានាការពារក្តីទៅដល់ត្រើយម្ខាងព្រះរាមឲ្យគោខណ្ឌបង្ហាញផ្លូវដល់ទ្រង់ឆ្ពុះទៅកាន់ចតុកោដ្ឋបរពតគោខណ្ឌរៀបរាប់ថ្វាយគ្មានសល់និងសុំតាមទៅរក្សាគ្រងព្រះអង្គការនេះធ្វើឲ្យព្រះរាមកោតសរសើរចិត្តសប្បុរសរបស់គោខណ្ឌណាស់ទ្រង់បានអធិដ្ឋានឲ្យគោខណ្ឌស្មើឯកឧទរទ្រង់ស្មើបងប្អូនសាច់ញាតិរបស់ទ្រង់ក្សត្រទាំង3អង្គយាងចេញពីលំនៅរុក្ខរាជាគោខណ្ឌត្រូវពេលគមហន្តមាសាបណ្ដាលឲ្យប្រតិពីព្រះហួតហែង
ព្រៃព្រឹក្សាស្រពាប់ស្រពោនរុះរោយផ្លែផ្កា